អ្នកភូមិប្រាសាទស្រពួកបន្តអនុវត្តពិធីកោរជុកតាមប្រពៃណីនៅប្រាសាទអង្គរវត្តមីជាតិស្នាដៃខ្មែររសជាតិខ្មែរវិតាឆ្លុះបញ្ចាំងពីឧត្តមភាពនៅព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2025អ្នកភូមិប្រាសាទឃុំព្រៃជ្រូកស្រុកពួកខេត្តសៀមរាបចំនួន1គ្រួសារបាននាំក្មេងប្រុសអាយុ9ឆ្នាំមកធ្វើកិច្ចពិធីកោរជុកនៅប្រាសាទអង្គរវត្តតាមទំនៀមលោកស្រីភ្លៀងផាត់អាយុ64ត្រូវជាជីដូនចៅប្រុសអាយុ9ឆ្នាំបាននាំយកមកកោរជុកនៅប្រាសាទអង្គរវត្តតាមការលើកឡើងរបស់លោកស្រីនេះជាចំនួនទី4ហើយដែលកូនច្បងក្នុងគ្រួសារឬញាតិសន្តានរក្សាទុកកំប៉ោយតាំងពីកំណើតនេះជាលើកទី2ដែលបាននាំកូនប្រុសនិងចៅមកធ្វើកិច្ចកោរជុកនៅប្រាសាទអង្គរវត្តផ្ទាល់ការមកធ្វើកិច្ចកោរជុកនៅប្រាសាទអង្គរវត្តដែលជាទីកន្លែងស័ក្តិសិទ្ធិតែងតែបានផ្ដល់ក្តីសុខសប្បាយនិងចម្រុងចម្រើននៅក្នុងគ្រួសារទើបគ្រួសារលោកស្រីនៅតែបន្តរក្សាបាននៅទំនៀមទម្លាប់បុរាណមួយនេះមិនដែលដាច់ការធ្វើពិធីកោរជុកនៅប្រាសាទអង្គរវត្តបង្ហាញពីការរក្សានិងបន្តប្រពៃណីបុរាណរបស់ប្រជាជនខ្មែរការចងសម្ព័ន្ធរវាងគ្រួសារការជឿជាក់លើសិរីសួស្តីនិងការស្រឡាញ់វប្បធម៌ប្រពៃណីហើយការកោរជុកនៅទីកន្លែងស័ក្តិសិទ្ធិដូចជាប្រាសាទអង្គរវត្តមិនត្រឹមតែមានអត្ថន័យសាសនាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យសេដ្ឋកិច្ចសង្គមនិងទេសចរណ៍វប្បធម៌កាន់តែរីកចម្រើនផងដែរយ៉ាងណាក៏ដោយការរក្សានិងផ្សព្វផ្សាយប្រពៃណីបែបនេះជាផ្លូវមួយដើម្បីឲ្យតម្លៃនិងអភិរក្សវប្បធម៌ខ្មែរមិនរលត់បាត់វិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់